Some groups of slave on the Ocnia. Tab on squad logo money at the day. Logo money could time and pitchan could tell my score of my high, could come on KFC. Tab on the day, Takrom on KFC, Cockadambo, no Pratina, that's tap nook away. I'm a doll patch bond, Tam in Perman Saka, Ning Mid Perman Pate, no to temp people blow. But Chang Nachaba, some to snap with our Jumacum the Ocnia. ចំណុចទី1គឺចំណុចចាប់ផ្ដើមរបស់ KFC គឺបង្កើតឡើងនៅក្នុងឆ្នាំ 1930 ដោយលោក Harlan Sanders កំឡុងពេលដែលគាត់បង្កើតនោះគឺជាកំឡុងពេលដែលមានវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកហើយគាត់ក៏បានបង្កើតឡើងភោជនីយដ្ឋាននោះគឺនៅបន្ទប់ក្រោយតារាសាំងមួយកន្លែងនៅក្នុងតំបន់មួយឈ្មោះថា Corbin នៅរដ្ឋ Kentucky នៅសហរដ្ឋអាមេរិកហើយគាត់ក៏បានលក់មានដូចជាផ្លូវមាន់បំពងឬក៏ស្លាបមាន់បំពងនោះឯងហើយនឹងមានអាហារផ្សេងៗសម្រាប់អ្នកដែលធ្វើដំណើរឆ្លងកាត់នៅទីនោះ ចំណុចទី 2 គឺរូបមន្តអាថ៌កំបាំងរបស់ KFC លោក Sanders ដែលជាស្ថាបនិករបស់ KFC ក៏បានបង្កើតរសជាតិ original មួយដ៏ល្បីល្បាញដែលមាន 11 រសជាតិដែលមានរសជាតិហឹលៗនៅក្នុងឆ្នាំ 1939 ហើយកំឡុងពេលនោះគាត់ក៏បានបង្កើតចង្ក្រានដែលដុតបានលឿនធ្វើឲ្យសាច់មាន់កាន់តែមានរសជាតិឆ្ងាញ់ផងដែរសម្រាប់អ្នកដំណើរហើយចំណុចទី 3 គឺការកកើតឈ្មោះដំបូងរបស់ KFC គឺ franchise លើកដំបូងគឺត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ 1952 នៅក្នុងតំបន់មួយឈ្មោះថា Select នៅរដ្ឋ Utah ដោយពាណិជ្ជករម្នាក់គឺជាអ្នកដាក់ឲ្យដែលអ្នកដាក់ឲ្យនោះគឺគាត់ឈ្មោះ Pat Harmon បានដាក់ឈ្មោះថា Kentucky Fried Chicken Kentucky មានន័យថាគឺនៅចាប់ផ្ដើមដំបូងគឺនៅរដ្ឋ Kentucky នៅសហរដ្ឋអាមេរិកហើយ Fried Chicken គឺមានន័យថាគឺសាច់មាន់បំពងនោះឯងឬក៏ភ្លើងមាន់បំពងនោះឯងឆ្នេះហើយទើបគេហៅកាត់ថា KFC ដែល K តំណាងឲ្យ Kentucky F តំណាងឲ្យ fry C តំណាងឲ្យ chicken ហើយចំណុចទី 4 គឺការពង្រីកខ្លួនរបស់ក្រុមហ៊ុន KFC នៅក្នុងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ 1950 ទៅ 1960 គឺ KFC គឺបានចាប់ផ្ដើមសុខសាយជាមួយនឹង franchise របស់ KFC នោះផងដែរដែលពាសពេញសហរដ្ឋអាមេរិកគិតសរុបមកដល់ឆ្នាំ 1964 គឺ KFC មានច្រើនជាង 600 កន្លែងនៅក្នុងទូទាំងសហរដ្ឋអាមេរិកចំណុចទី 5 គឺទាក់ទងនឹងកម្មសិទ្ធិសាជីវកម្មនៅក្នុងឆ្នាំ 1964 លោក Sanders ដែលជាស្ថាបនិករបស់ KFC គាត់ក៏បានសម្រេចចិត្តលក់ក្រុមហ៊ុន KFC ទៅកាន់ក្រុមអ្នកចំនួន 3 នាក់ដែលមានឈ្មោះថាទី 1 John Y ទី 2 Brown Jr ទី 3 Jake Massey ពួកគេទាំង 3 នាក់គឺត្រូវចំណាយប្រាក់$2 លានដើម្បីទិញក្រុមហ៊ុន KFC ពីលោក Sanders តែទោះបីជាក្រុមហ៊ុន KFC ត្រូវបានលក់អស់រយៈពេលជាយូរមកហើយប៉ុន្តែលោក Sanders គឺនៅតែជាតំណាងឲ្យក្រុមហ៊ុន KFC ដដែលរូបលោកគឺនៅតែមាននៅលើ brand KFC ហើយរូបលោកក៏ធ្វើឲ្យអ្នកទាំងអស់គ្នាគឺស្គាល់ជាមួយនឹង KFC គឺពាសពេញពិភពលោកតែម្ដងហើយគាត់ក៏បានស្លាប់នៅក្នុងថ្ងៃទី 16 ខែ 12 ឆ្នាំ 1980 នៅក្នុងអាយុ 90 ឆ្នាំជាមួយនឹងជំងឺមហារីកគ្រាប់ឈាមតែទោះបីយ៉ាងណាក៏ដោយគឺអ្នកគ្រប់គ្នាគឺស្គាល់គាត់ដោយសារតែឃើញរូបរបស់គាត់នៅក្នុង banner និងផ្សាយពាណិជ្ជកម្មនៅក្នុងក្រុមហ៊ុន KFC ដដែលមកដល់ពេលបច្ចុប្បន្ននេះចំណុចទី 6 គឺការពង្រីកខ្លួនទៅកាន់អន្តរជាតិនៅក្នុងឆ្នាំ 1970 KFC ក៏បានបើកភោជនីយដ្ឋានជាច្រើនទៅកាន់ប្រទេសមួយចំនួនដូចជាជប៉ុនអង់គ្លេសហើយនិងប្រទេសមិចស៊ិកចំណុចទី 7 ក៏មានម្ចាស់ថ្មីមុខទៀតគឺមកកាន់កាប់ក្រុមហ៊ុន KFC ក្រុមហ៊ុនដ៏ធំមួយឈ្មោះថាក្រុមហ៊ុន PepsiCo ដែលជាក្រុមហ៊ុនដែលយើងហៅថាក្រុមហ៊ុន Pepsi គឺជាភេសជ្ជៈ Pepsi នោះឯងគឺបានទិញក្រុមហ៊ុន KFC នៅក្នុងឆ្នាំ 1986 បន្ទាប់មកនៅក្នុងឆ្នាំ 1997 ក៏បានបង្កើត brand មួយទៀតគឺឈ្មោះថា Yum ដែលនៅក្នុង KFC នោះផងដែរឯចំណុចទី 8 គឺតាក់ទងនឹងទីកន្លែងនៅក្នុងឆ្នាំ 2024 នេះនៅក្នុងឆ្នាំ 2024 នេះគឺ KFC គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានខ្សែសង្វាក់ផលិតកម្ម fast food ដ៏ល្អបំផុតមួយនៅលើពិភពលោកហើយក៏មានទីតាំងជិត 30,000 កន្លែងនិង 150 ប្រទេសទូទាំងពិភពលោកហើយនៅក្នុងប្រទេសកម្ពុជាយើងគឺ KFC គឺបានចូលដំបូងឡើយគឺនៅក្នុងខែមេសានៅឆ្នាំ 2008 នៅលើផ្លូវព្រះមុនីវង្សហើយមកដល់ពេលបច្ចុប្បន្ននេះភ្នំពេញគឺមានទីតាំង 22 កន្លែងហើយនិងសៀមរាប 4 កន្លែងនិងសីហនុគឺចំនួន 2 កន្លែងសរុបមកគឺនៅក្នុងប្រទេសកម្ពុជា KFC គឺមានចំនួន 28 កន្លែងសូមអរគុណសម្រាប់ការតាមដានស្ដាប់វីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជាមួយនឹងប្រវត្តិរបស់ក្រុមហ៊ុន KFC ប្រសិនបើមានការខុសឆ្គងសូមអធិស្ឋានសូមអភ័យទោសជួបគ្នានៅវីដេអូក្រោយបាយបាយ